នៅព្រឹកថ្ងៃច័ន្ទទី21ខែមេសាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅកំពង់ផែទេសចរអន្តរជាតិនៅខេត្តកំពតកំពង់ផែទេសចរអន្តរជាតិខេត្តកំពតនេះគឺស្ថិតនៅក្នុងភូមិជុំគ្រៀលឃុំជុំគ្រៀលស្រុកទឹកឈូនៃខេត្តកំពតដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណជា 4,25 ហិកតាដែលជាអំណោយរបស់អ្នកអង្គការវិញហួរជូនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ជាកំពង់ផែទេសចរនេះហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះរួមមានផ្លូវបេតុងចូលកំពង់ផែប្រវែងប្រមាណជាង 2 គីឡូម៉ែត្រប្រព័ន្ធអគ្គិសនីប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជននៅកំពង់ផែប្រព័ន្ធចម្រោះទឹកកខ្វក់របងប៉ុស្តិ៍យាមចំណតរថយន្តសួនច្បារស្រះទឹកអគារប្រមូលទុកដាក់សម្រាមអគារបន្ទប់ទឹកសាធារណៈអគារបច្ចេកទេសអគាររដ្ឋបាលនិងអ្នកដំណើរចំណតនាវាប្រព័ន្ធគ្រប់គ្រងអគ្គិភ័យនិងការបំពាក់នៅឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងទៀតសម្រាប់បម្រើប្រតិបត្តិការកំពង់ផែទេសចរនេះតាមការគ្រោងទុករបស់គម្រោងកំពង់ផែទេសចរនេះគឺតម្រាយនាវាចរត្រូវមានជម្រៅទឹកប្រមាណជា 3 ម៉ែត្រដោយរាប់ចាប់តាំងពីការតាំងបត់នាវារហូតទៅដល់ផ្ទៃសមុទ្រដែលមានប្រវែង 6,75 ម៉ែត្រនិងទទឹងទំហំ 62 ម៉ែត្រដែលចែកចេញជា 2 គន្លងទៅមកកំពង់ផែនេះគឺមានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឲ្យនាវាអ្នកដំណើរឬក៏ភ្ញៀវទេសចរចូលទៅរហូតទៅដល់ 300 នាក់ចូលចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបានដោយមើលឃើញអំពីសក្តានុពលដ៏សម្បើមនៃវិស័យទេសចរតាមផ្លូវសមុទ្រដែលផ្ដើមចេញពីគម្រោងនេះនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណិតនៃកំពង់ផែទេសចរអន្តរជាតិនៃខេត្តកំពតគឺបានសាងសង់រួចរាល់រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលតម្រូវផ្លូវនាវាចរនេះត្រូវអភិវឌ្ឍបន្ថែមឲ្យមានជម្រៅទឹកលើសពី 3 ម៉ែត្រទទឹងប្រវែង 160 ម៉ែត្រទៅ 340 ម៉ែត្រដែលមានប្រវែងរហូតទៅដល់ 15 ម៉ែត្ររាប់ចាប់តាំងពីទីតាំងបត់នាវារហូតទៅដល់ផ្ទៃសមុទ្រគម្រោងសាងសង់កំពង់ផែអន្តរជាតិខេត្តកំពតនេះគឺបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 8 សីហាឆ្នាំ 2018និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2022ដែលអនុវត្តសាងសង់ឡើងដោយក្រុមហ៊ុន SBPX Engineering Construction Co Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SBK Research and Development និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណជា$10 លានជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធករផ្សេងៗទន្ទឹមនេះដើម្បីធានាដល់ប្រសិទ្ធភាពនៃប្រតិបត្តិការកំពង់ផែក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីប្រតិបត្តិការនិងការថែទាំនៃកំពង់ផែទេសចរអន្តរជាតិខេត្តកំពតនេះជាមួយនឹងក្រុមហ៊ុន AZ Builder កាលពីថ្ងៃទី 28 ខែមិថុនាឆ្នាំ 2024តាមរយៈកិច្ចព្រមព្រៀងនេះក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការប្រើប្រាស់គ្រប់គ្រងធ្វើប្រតិបត្តិការជួសជុលថែទាំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធបំពាក់នៅបរិក្ខារផ្សេងៗនិងជាសិទ្ធិប្រមូលចំណូលសម្រាប់រយៈពេល20ឆ្នាំព្រមទាំងទទួលបានការអនុគ្រោះពន្ធពីរាជរដ្ឋាភិបាលរយៈពេល6ឆ្នាំដំបូងនៃការប្រតិបត្តិការកំពង់ផែទេសចរអន្តរជាតិខេត្តកំពតនេះត្រូវបានអនុញ្ញាតឲ្យដំណើរការប្រតិបត្តិសាកល្បងរយៈពេល3ខែគិតចាប់ពីថ្ងៃទី 12 ខែធ្នូឆ្នាំ 2024ដើម្បីត្រៀមលក្ខណៈជាស្រេចធ្វើប្រតិបត្តិការពេញលេញនិងកំណត់នៅប្រពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះការបើកកំពង់ផែពីថ្ងៃនេះតទៅគឺជាការបើកទំព័រនៅប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរកម្ពុជាតាមផ្លូវសមុទ្រជាមួយនឹងប្រទេសជិតខាងក្នុងតំបន់និងលក្ខណៈអន្តរជាតិជាងនេះទៅទៀតកំពង់ផែនេះនឹងរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រទៅកាន់គោលដៅទេសចរសំខាន់ៗដូចជាខេត្តកែបខេត្តបរសៃអនុកោះកុងនិងបណ្ដាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជាការតភ្ជាប់ទាំងអស់នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមតាមរយៈការផ្ដល់នូវការងារការបង្កើននូវប្រាក់ចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសហគ្រាសក៏ដូចជាអាជីវកម្មក្នុងស្រុកដូចជាភោជនីយដ្ឋានសណ្ឋាគារហាងលក់វត្ថុអនុស្សាវរីយ៍ក្រុមហ៊ុនទេសចរជាដើមព្រមទាំងជំរុញការបង្កើតនៅទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្ត្រនៃខេត្តកំពតក៏ដូចជាបណ្ដាខេត្តផ្សេងទៀតក្នុងការទាក់ទាញដល់ភ្ញៀវទេសចរ